ធ្លាប់តែបានលឺបានស្ដាប់ឥឡូវថ្ងៃនេះបានមកដល់ហើយញាតិញោមទីនេះកាលពីសម័យពុទ្ធកាលគេហៅថាស្ទឹងអចិរវតីបច្ចុប្បន្ននេះគេហៅថាទន្លេរ៉ាបតិវាហូរទៅកាន់ទន្លេគង្គាហើយស្ទឹងអចិរវតីនេះគឺស្ថិតនៅក្នុងក្រុងសាវត្ថីដែនរាជក្រឹសជាកន្លែងដែលនាងបដាចាបានឆ្លងកាត់ហើយស្លាប់កូនទាំងពីរកូនប្អូនត្រូវខ្លែងពំយកទៅបាត់កូនបងត្រូវលួងទឹកគួចយកទៅបាត់ដែររឿងបដាចានេះកំសត់ណាស់ញាតិញោមនៅស្រុកខ្មែរយើងជួនកាលគេយកទៅតែងជាបទចម្រៀងច្រៀងហើយជួនកាលគេយកទៅថតជាខ្សែភាពយន្តណាញាតិញោមបានដឹងហើយស្មារភាពមិនបាច់រៀបរាប់ទេហើយស្ទឹងអចិរវតីឬក៏ស្ទឹងដែលនាងបដាចាបានឆ្លងនេះពេលបច្ចុប្បន្ននេះគឺទឹកក៏ថ្លាហើយមានកន្លែងខ្លះរាក់កន្លែងខ្លះជ្រៅបើហើយនៅជុំវិញនេះក៏មានចំការដែលប្រជាជនឥណ្ឌាធ្វើបើមានទស្សនវិជ្ជាប្លែកសូមញាតិញោមទស្សនាបើហើយសូមជ្រះថ្លាទទួលបុណ្យពីខ្ញុំគណៈអាត្មាភាពគណៈធម្មយាត្រាគ្រប់គ្នាកុំបីអខានឡើយសូមអរព្រគុណនិងអរគុណកង់3 8ជីបអូយក្រោយស្មាសស្រូវស្លៃនេះដើមស្វ័យដើមយកការទៅព្រេងឆាព្រេងអីណាទៅដងស្លប់ស្រុកយើងទៅនោះឡើងបើនោះស្លប់ទៅទៅបាត់អត់ហើយមកនៅសុកសេគុំកន្លែងណាក៏មានដងទឹកដែរណាស្រូវស្លៃនឹងការស្វ័យការអំពៅនឹងតែបីខោះបារាំងខាត់ណាអូជួបអ្នកភ្លេងដឹកស្គរទៅណាទៅតាមវាស្រែណាពុះស្គរចាប់ពស់ទេអីបាយជុំមានខ្លុយទៀតស្គរចាប់ពស់ទៅផ្លៅគេមកនេះទឹកជ្រក់